ធ្វើការងារជានិច្ចត្រូវព្យាយាមរកការងារអ្វីធ្វើឲ្យបានជានិច្ចកុំទុកឲ្យពេលវេលាទំនេរចោលឥតប្រយោជន៍មនុស្សខ្លះទំនេរពេកក៏មានចិត្តរវើរវាយគិតពីនេះគិតពីនោះរសាប់រសល់គ្មានបានការងារអ្វីទាំងអស់បានត្រឹមតែដកដង្ហើមធំចោលឥតអំពើមនុស្សខ្លះទៀតតែងតែនិយាយថាមិនដឹងធ្វើអ្វីដែលគាត់និយាយបែបនេះគឺសំដៅដល់ការងារដើម្បីបានប្រាក់ខែតែប៉ុណ្ណោះមិនគិតដល់ការងារដែលនាំឲ្យបានសម្រេចនៅប្រយោជន៍ដល់ចិត្តនោះឡើយបើទំនេរនៅមិនទាន់មានការងារដើម្បីបានប្រាក់ខែធ្វើទេយើងគួរតែរកការងារអ្វីផ្សេងធ្វើសិនទៅដោយមិនចាំបាច់មានប្រាក់តបស្នងអ្វីនោះឡើយយើងអាចធ្វើអ្វីក៏បានជាការងារជួយអ្នកដទៃជាដែរយើងធ្វើដោយឃើញថាជាប្រយោជន៍ព្រោះជាការងាររបស់មិត្តសម្លាញ់ឬជាការងាររបស់អ្នកជាទីគោរពរាប់អានដូចជាអ្នកធំជាដែរពំនុសោតជាការងារក្នុងវត្តក្នុងពោជនីយដ្ឋានមានការជំរះបោសសម្អាតជាដែរបើរួចពីការងារនោះហើយនៅមានការងារអានសៀវភៅស្ដាប់ធម៌ជាការងារនាំមកនូវការចេះដឹងយល់ដឹងនិងការងារជាច្រើនទៀតដែលមានសារៈប្រយោជន៍មានគុណតម្លៃដល់ចិត្តហើយក៏ជាការកសាងនូវឧបនិស្ស័យដ៏ប្រសើរដ៏ប្រពៃសម្រាប់ខ្លួនឯងផងដែរពិតមែនហើយថាផលប្រយោជន៍ទាំងនេះវាមិនមែនជាប្រាក់ខែតែក៏វាមានតម្លៃក្នុងការកសាងខ្លួនឬក្នុងការគ្រប់គ្រងចិត្តឲ្យចិត្តស្ថិតនៅក្នុងគុណធម៌ទាំងឡាយទាំងពួងបាទមនុស្សដែលប្រសើរគឺមនុស្សដែលចេះទូមានខ្លួនចេះធ្វើជាគំរូដល់អ្នកដទៃឬថាចេះធ្វើឲ្យជាបរិជាគ្រប់គ្រងលើខ្លួនឯងមិនមានអ្នកណាប្រើក៏ដោយក៏យើងអាចប្រើខ្លួនឯងធ្វើទៅព្រោះដឹងថាការងារនោះគេត្រូវធ្វើពីព្រោះដឹងថាអ្នកទាំងពួងបានសប្បាយចិត្តមនុស្សយ៉ាងនេះមិនចេះអត់ការងារធ្វើទេជាមនុស្សមិនចេះបាត់បង់នៅការងារជាមនុស្សដែលអ្នកដទៃស្រឡាញ់ចូលចិត្តនិងជាមនុស្សដែលគេចង់បានមនុស្សខ្លះទៀតមានការងារធ្វើហើយក៏អាចរកប្រាក់ខែបានដែរតែជាការងារបន្តិចបន្តួចឯប្រាក់ខែក៏បានតិចដែរដូច្នេះទើបនៅពេលដែលទំនេរច្រើនដោយដែលបានពោលមកនេះគឺត្រូវការងារបន្ថែមក៏បីពិនិត្យមើលនៅសមត្ថភាពរបស់ខ្លួនឯងឲ្យបានល្អតើខ្លួនមានសមត្ថភាពពិសេសក្នុងការធ្វើដែរឬទេកាលបានពិនិត្យឃើញហើយត្រូវព្យាយាមហ្វឹកហាត់ដោយមិនប្រមាថរហូតទាល់តែមានការស្ទាត់ជំនាញសេចក្តីសុខដែលកើតអំពីការងារប្រះចាកទោសជាសេចក្តីសុខដ៏ប្រសើរបំផុត
ក្នុងបណ្ដាសេចក្តីសុខទាំងឡាយរបស់អ្នកគ្រប់គ្រងផ្ទះដូច្នេះទើបការងារប្រះចាកទុកជាមង្គលដល់ឧត្តមមនុស្សយើងគួរតែវឹកហាត់អប់រំខ្លួនឲ្យចេះមានសេចក្តីសុខជាមួយនឹងការងារការមិននៅទំនេរមានប្រយោជន៍ច្រើនណាស់ទាំងផ្នែករាងកាយទាំងផ្នែកគំនិតពេលខ្លះយើងធ្វើការងារដោយកម្លាំងកាយពេលខ្លះទៀតយើងធ្វើការងារដោយកម្លាំងចិត្តការងារដោយកម្លាំងចិត្តប្រព្រឹត្តទៅដើម្បីកម្ចាត់បង់នៅគ្រឿងសៅហ្មងទាំងឡាយដូចជាការចម្រើននៅមេត្តាធម៌ដើម្បីកម្ចាត់បង់នៅព្យាបាទជាដើមក្នុងមនុស្សគឺមានចិត្តជាធំបើចិត្តល្អក៏រមែងមាននូវសេចក្តីសុខបើចិត្តមិនល្អទេក៏រមែងបាននាំមកនូវសេចក្តីទុក្ខត្រូវសេចក្តីទុក្ខក្នុងរឿងដែលគួរដែលនាំឲ្យជាសុខទៀតផងក៏ប៉ុន្តែបើចិត្តល្អនោះវិញរមែងជាសុខសូម្បីក្នុងរឿងដែលគួររស់នៅជាមួយនឹងទុក្ខក៏ដែរក្នុងចិត្តមានអ្វីជាធំគឺមានធម៌ជាធំព្រោះមានតែធម៌ប៉ុណ្ណោះទេដែលអាចគ្រប់គ្រងចិត្តបានធ្វើឲ្យចិត្តបាននូវសេចក្តីសុខស្ងប់ទៅបានដូច្នេះការបដិបត្តិធម៌គឺជាការងារដ៏សំខាន់មួយយ៉ាងនៃជីវិតហើយក៏ជាការងារដ៏សំខាន់ដែលយ៉ាងក្រៃលែងទៀតផងក្នុងគម្ពីរអង្គុត្រនិកាយតិកនិបាតចក្រវត្តិសូត្រព្រះដ៏មានព្រះភិក្ខុព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាធម៌ជាព្រះរាជាគឺព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយស្ដេចចក្រពត្តិដែលទ្រង់ធម៌ជាធម្មរាជាមិនអាចញ៉ាំងចាក់ឲ្យប្រព្រឹត្តទៅបានឡើយបើមិនមានព្រះរាជានោះទេកាលព្រះដែលមានព្រះភិក្ខុទ្រង់ត្រាស់យ៉ាងនេះហើយភិក្ខុមួយអង្គបានក្រាបទូលសួរចំពោះព្រះដែលមានព្រះភិក្ខុដូច្នេះថាបបិទ្ធប្រងដ៏ចម្រើនតើអ្នកណាជាព្រះរាជារបស់ស្ដេចចក្រពត្តិដែលទ្រង់ធម៌ជាធម្មរាជានោះព្រះដែលមានព្រះភិក្ខុព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយគឺធម៌ជាព្រះរាជារបស់ស្ដេចចក្រពត្តិស្ដេចចក្រពត្តិទ្រង់អាស្រ័យធម៌ធ្វើសក្ការៈចំពោះធម៌គោរពធម៌កោតក្រែងយកធម៌ជាទង់យកធម៌ជារស្មីយកធម៌ជាអធិបតីជាដើមព្រះដែលមានព្រះភិក្ខុព្រះអង្គទ្រង់ត្រាស់ជាបន្តទៅទៀតថាមនាលភិក្ខុព្រះអរហន្តសម្មាសម្ពុទ្ធក៏ដូច្នោះដែរគឺទ្រង់ធម៌ជាព្រះធម្មរាជាហើយក៏អាស្រ័យធម៌ធ្វើសក្ការៈចំពោះធម៌គោរពធម៌កោតក្រែងធម៌យកធម៌ជាទង់យកធម៌ជារស្មីនិងយកធម៌ជាអធិបតីដូចគ្នាផងដែរការបដិបត្តិដូច្នេះបុគ្គលអ្នកបដិបត្តិធម៌ឈ្មោះថាគោរពកោតក្រែងនៅអ្វីដែលជាធំក្រៃលែងបំផុតនិងដែលគួរឲ្យគោរពបំផុតក្នុងលោកអ្វីនោះគឺព្រះធម៌នឹងឯងព្រះធម៌រមែងគ្រប់គ្រងនៅអ្នកបដិបត្តិធម៌ឲ្យមានជីវិតត្រជាក់រស់នៅជាសុខសំដោយដែលព្រះអង្គទ្រង់ត្រាស់ថាធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌ធម៌ដែលគេប្រព្រឹត្តល្អហើយរមែងនាំសេចក្តីសុខមកប្រគល់ឲ្យជាការសម្ដែងឲ្យឃើញថាការងារប្រព្រឹត្តធម៌
ជាការងារដ៏ធំដ៏មួយនិងសំខាន់ដល់ជីវិតជាទីបំផុតដូច្នេះសូម្បីទំនេរពីការងារដទៃក៏យើងមិនត្រូវទំនេរពីការងារបដិបត្តិធម៌ដែរនៅពេលណាដែលយើងធ្វើការងារអ្វីៗឬនៅក្នុងឋានៈណាគឺយើងត្រូវតែបដិបត្តិធម៌ក្នុងការងារនោះក្នុងឋានៈនោះទើបជាការងារដែលរស់នៅដោយល្អទៅបានធម៌មានសារៈសំខាន់ជាទីបំផុតក្នុងជីវិតរបស់មនុស្សយើងគ្រប់គ្នាការបដិបត្តិធម៌នោះឯងអាចធ្វើឲ្យមនុស្សគ្រប់ប្រភេទគ្រប់វ័យទោះជាកំពុងធ្វើការងារចិញ្ចឹមជីវិតយ៉ាងណាក៏ដោយគឺត្រូវតែប្រព្រឹត្តទៅតាមការសំគោដល់ឋានៈរបស់ខ្លួនមនុស្សដែលយកចិត្តទុកដាក់ក្នុងធម៌គឺជាអ្នកមានការងារគ្រប់ពេលវេលាមិនរហែងរហាងក្នុងចិត្តឡើយកាលណាបើនៅម្នាក់ឯងក៏ពេញចិត្តព្រោះការយកនៅការពិតនៅភាពវិវេកស្ងប់ស្ងាត់ចិត្តទីស្ងប់ស្ងាត់ហើយឲ្យមកជាមិត្តសម្លាញ់តាមពិតទៅវិវេកស្ងប់ស្ងាត់ជាមិត្តដ៏ប្រសើរសម្រាប់យើងបើនៅជាមួយនឹងមនុស្សច្រើនអ្នកក៏មិនមានភ័យមិនមានពីជាមួយនឹងអ្នកណាដែរព្រោះជាអ្នកសង្រួមនៅកាយព្រោះជាអ្នកសង្រួមនៅវាចាដោយល្អគឺមិនបៀតបៀនចាក់ដោតអ្នកណាម្នាក់ដោយកាយឬដោយវាចាឡើយអ្នកគ្រប់គ្រងខ្លួនដោយធម៌រមែងបាននូវសេចក្តីសុខទាំងដែលរស់នៅម្នាក់ឯងទាំងដែលរស់នៅជាមួយនឹងអ្នកដទៃក្រៅអំពីសេចក្តីសុខដល់ខ្លួនអញហើយនៅឲ្យសេចក្តីសុខដល់អ្នកដទៃទៀតផងជាមនុស្សដែលសង្គមត្រូវការព្រោះសង្គមខ្វះខាតមនុស្សប្រភេទនេះច្រើនណាស់ការងារប្រជាទុកក្រៅពីបានបន្តបង់នៅសេចក្តីទុកហើយរមែងនៅជាឧបករណ៍នៅក្នុងការកសាងអនាគតដ៏ល្អប្រសើរទៀតផងព្រោះថាការកសាងអនាគតដោយអ្វីៗក៏មិនល្អស្មើនឹងការកសាងដោយការធ្វើនៅការងារប្រជាទុកនោះផងដែរអ្នកដែលបានគ្រាន់បើមានសេចក្តីសុខដោយសារអ្នកដទៃសាងឲ្យដូចជាការបានទទួលនៅទ្រព្យមរតកជាដើមនោះគេមិនស្មើនឹងការកសាងដោយខ្លួនឯងឡើយម្យ៉ាងទៀតការស្ថិតនៅមាំមួនក៏មិនបានដូចគ្នាដែរមនុស្សដែលសាងនៅអនាគតរបស់ខ្លួនឯងបានដោយមកអំពីការធ្វើនៅការងារមិនងាយមានការបាត់បង់សាបសូន្យទៅវិញឡើយប៉ុន្តែអ្នកដែលរស់នៅជាសុខសប្បាយព្រោះបានទទួលនៅកេរមរតកមានសម្បត្តិសម្បូរសពគ្រប់នោះភាគច្រើនរមែងមានការវិនិច្ឆ័យសាបសូន្យជាខាងក្រោយคล้ายទៅជាអ្នកក្រលំបាកសំដូចពាក្យបុរាណខ្មែរបានពោលថាមានមិនដែលបីតក្រមិនដែលបីជានេះព្រោះមកពីសេចក្តីប្រមាណវង្វេងស្រវឹងនឹងរបស់ដែលខ្លួនឯងមានស្រាប់ហើយម្យ៉ាងទៀតខ្លួនធ្លាប់តែសប្បាយមិនដែលស្គាល់លំបាក
ឯឋានៈដែលខ្លួនមានក៏មិនបានសាងឡើងដោយខ្លួនឯងដែរម្ល៉េះហើយត្រូវពេលដល់ពេលត្រូវធ្លាក់ដោយមូលហេតុណាផ្សេងក៏រមែងមិនដឹងថាតើត្រូវកសាងឡើងវិញដោយរបៀបណាហើយក៏ត្រូវតែស្ថិតនៅក្នុងសេចក្តីលំបាករហូតអស់មួយជីវិត